បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះដែរគឺយើងមានមុខម្ហូបថ្មីមួយប្លែកទៀតហើយគឺវិលមកតាមសន្យាមុខម្ហូបនេះគឺជាប្រភេទជាញាំពោះតាន់ជាមុខម្ហូបមួយបែបខ្មែរយើងគឺយើងអាចធ្វើបានតាមវិធីជប់លៀងអីចឹងណាពុកម៉ែបងប្អូនហើយមុខម្ហូបមួយមុខនេះគឺយើងអាចថាយកទៅកម្មវិធីជប់លៀងមិត្តភ័ក្តិបងប្អូនហើយគៀកចូលឆ្នាំអីចឹងយើងអាចថាធ្វើញ៉ាំងាយហើយមុខម្ហូបនេះគឺងាយទេបងប្អូនយើងប្រើជាមួយនឹងខ្ទឹមក្រហមបងប្អូនហើយនឹងខ្ទឹមបារាំងហើយនឹងជីវ៉ាន់ស៊ុយទេគឺប្រភេទញាំវាស្តៀងតែឡាបអីចឹងព្រោះដោយសារតែយើងប្រើប្រមាណមុខទេបន្លែយើងមានជាមួយខ្ទឹមបារាំងហើយនឹងខ្ទឹមក្រហមខ្ទឹមសហ្នឹងហើយជីវ៉ាន់ស៊ុយហ្នឹងហើយចំពោះម្ទេសឬក៏អីចឹងហើយយើងអាចដាក់ម្ទេសខ្ចីឬក៏ម្ទេសម៉ត់ក៏បានស្រេចដែរពុកម៉ែបងប្អូនចូលចិត្តចឹងណាហើយមុខម្ហូបមួយមុខនេះដែរគឺខ្ញុំធ្វើការចែករំលែកជូនពុកម៉ែបងប្អូនក៏ដូចជាបងប្អូនជនរួមជីពរួមអាជីពហើយបងប្អូនរួមកែវរួមដបអីចឹងណាបងប្អូនហើយពុកម៉ែបងប្អូនខ្វះគ្រឿងក្លែមអីមិនបាច់ទៅទិញទេបងប្អូនទិញតាពោះតាន់មកពីផ្សារមកតា1គីឡូតាប្រហែលដូចជា10000អញ្ចឹងហើយពោះតាន់ហ្នឹងតាប្រហែលខាំហើយយើងអាចធ្វើបានមួយចានយ៉ាងឆ្ងាញ់ហើយបងប្អូនហើយបើយើងយកប្រភេទជីយើងយកជីវ៉ាន់ស៊ុយដើម្បីឲ្យវាមានក្លិនឈ្ងុយណាបងប្អូនហើយចំពោះជីវ៉ាន់ស៊ុយនេះយើងហាន់វារាងស្ដើងតែមកហើយជាមួយក្រូចឆ្មាបងប្អូនមិនភ្លេចទេរឿងក្រូចឆ្មានេះយើងដាក់រាងជូរអែមហឹលអញ្ចឹងហើយប្រភេទញោមប្រភេទបុកអីហ្នឹងគឺយើងប្រើជូរអែមហឹលហើយវាត្រូវហើយបងប្អូនហើយចំពោះមុខម្ហូបអញ្ចឹងហើយបន្ទាប់យើងយកពោះតាន់មកយើងមកហាន់មកបងប្អូនជ្រើសយកពោះកន្លែងណាចំណុចណាដែលវាត្រូវញោមកើតហើយចំពោះញោមយើងយកប្រហែលព្រោះពោះតាន់នេះវាចូល1គីឡូដែរហើយយើងហាន់តាន់តិចទេដើម្បីឲ្យញោមយើងយកសាច់ប្រភេទពោះវាមានចំណុចវាឆ្ងាញ់ណាពុកម៉ែបងប្អូនយើងយកវាមកផ្នែកមកដើម្បីយើងយកមកយើងបានប៉ុណ្ណឹងហើយជាពេលយើងចាប់ដើមហាន់ដើម្បីជាស្ដើងដើម្បីជាឲ្យស្រួលបងប្អូនញ៉ាំអីចឹងមុខម្ហូបមួយមុខនេះគឺថាបងប្អូនគៀកចូលឆ្នាំចេះបងប្អូនអាចមើលវីដេអូខ្ញុំទៅគឺដើម្បីធ្វើនៅផ្ទះហូបជួបជុំបងប្អូននិងញាតិទីឆ្ងាយដែលយើងធ្វើការនៅឆ្ងាយយូរចូលមកលេងស្រុកម្ដងគឺយើងអាចធ្វើអីហូបញ៉ាំជាមួយពុកម៉ែបងប្អូនហើយចំពោះមុខម្ហូបនេះដែរគឺខ្ញុំតែងតែធ្វើបានហើយចែករំលែកជាមួយការធ្វើម្ហូបខ្ញុំមិនមែនថាធ្វើឲ្យលំទេគឺវាក្បោះក្បាយមែនទេទាំងរសជាតិទាំងការដាក់បន្លែទាំងការធ្វើអ្វីទាំងអស់គឺសុទ្ធតែវាមានគេហៅថាចំណុចពិសេសអញ្ចឹងណាពុកម៉ែបងប្អូនហើយចំពោះខ្ញុំនេះខ្ញុំធ្វើតែក្លែមឲ្យបងប្អូនមិត្តភក្តិទេហើយខ្ញុំមិនសូវជាប្រមាណទេរឿងហូបហ្នឹងតែយើងធ្វើឲ្យហត់ហើយយើងក៏អង្គុយមើលគេហូបតែប៉ុណ្្នឹងហើយយើងជាចុងក្រោយយើងផ្សំគ្រឿងបងប្អូនផ្សំគ្រឿងហើយយើងហាន់ពោះតាន់ហ្នឹងឲ្យវាស្ដើងបងប្អូនអានេះគឺយើងអាចចិញ្ច្រាំរៀងច្បាមូលក៏បានស្ដើងរៀងចនិតសក់ក៏បានហើយយើងធ្វើវាមកដើម្បីចូលជាតិហើយបន្ទាប់មកយើងក៏ហាន់ហើយយើងក៏ចាប់ផ្ដើមលាយគ្រឿងបងប្អូនហើយបងប្អូនមើលកន្លែងនេះគឺសំខាន់មែនទែនដើម្បីដល់ការលាយគ្រឿងហើយយើងធ្វើវាគឺយើងយកខ្ទឹមសខ្ទឹមក្រហមខ្ទឹមបារាំងយើងដាក់ចូលមកហើយយើងចាក់វាចេងបន្តិចមកហើយជាមួយរ៉ូឌីហើយជាមួយស្ករហើយយើងច្បល់ចូលគ្នាសិនមកវាអត់ច្រើនទេបងប្អូនហើយចាក់ទឹកត្រីចូលមកបងប្អូនយើងប្រើទឹកត្រីជាមួយនឹងក្រូចឆ្មានេះហើយគឺយើងច្បាច់ចូលច្បល់បងប្អូនមុខម្ហូបនេះគឺវាអត់ប្របាទេគឺរៀងងាយដែរអញ្ចឹងណាពុកម៉ែបងប្អូនចំពោះការធ្វើវិញគឺដឹងថាអេមតែម្ដងហើយឃើញរូបរាងយើងថែមជាមួយតម្រាំងដែលយើងហាន់រៀងស្ដើងអញ្ចឹងបងប្អូនហើយឃើញថាធានាថាជាតិបងប្អូនហើយបងប្អូនមើលវីដេអូនេះហើយបងប្អូនប្រហែលជាខ្ញុំនឹងអាចថាម៉ោងនេះកំពុងតែដាក់ដែរបងប្អូនបើសិនជាបងប្អូននេះអាចមកបានអញ្ចឹងហើយទាន់មាត់កពើបងប្អូនសិនជានៅយូរទៀតប្រហែលជាអត់មានទេគ្រឿងក្លែមប្រហែលជាអស់ហើយដាក់ជាមួយនឹងជីវ៉ាន់ស៊ុយជាចុងក្រោយនេះបងប្អូនឃើញថាមានរសជាតិចេញមកហើយបងប្អូនក្លិនមកហើយការហូបចុកហ្នឹងគឺល្ងាចដឹងតែតិចដឹងតែគេហៅថាដកមេក្រេបមកឬឃើញថារអូចអីយើងបងប្អូនហើយចំពោះការហូបចុកវិញបងប្អូនប្រយ័ត្នប្រយែងយើងហូបមកយើងមានអនាម័យសិនមកយើងធ្វើឲ្យវាស្អាតអញ្ចឹងព្រោះខ្ញុំធ្វើស្អាតខ្ញុំលាង2-3ទឹកហើយដាំទឹកក្តៅស្រស់បងប្អូនហើយ
ហ្នឹងហើយបងប្អូនម្ហូបយើងតែប៉ុណ្ណឹងគឺរួចរាល់ហើយបងប្អូនដួសដាក់ចានមកដើម្បីហូបអញ្ចឹងណាហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងជួយ like ជួយ share សម្រាប់វីដេអូមួយនេះឲ្យបានច្រើនអញ្ចឹងអរគុណជម្រាបលាបាយបាយជួបគ្នានៅវីដេអូក្រោយបាយបាយជម្រាបលា